ចាប់ផ្ដើមជាមួយការលំបាកគឺជាប្រយោគដែលមានអត្ថន័យជ្រាលជ្រៅជាពិសេសសម្រាប់អ្នកដែលចាប់ផ្ដើមធ្វើអ្វីមួយដែលថ្មីក្នុងវីដេអូនេះខ្ញុំនឹងបកស្រាយអត្ថន័យដែលថាចាប់ផ្ដើមជាមួយនឹងការលំបាកតើវាមានអត្ថន័យយ៉ាងដូចម្តេចมันមានអ្វីដែលងាយស្រួលនោះទេនៅពេលដែលអ្នកចាប់ផ្ដើមការចាប់ផ្ដើមអាជីវកម្មថ្មីការធ្វើវីដេអូ YouTube ការសរសេរ blog ការរៀនជំនាញដែលថ្មីទាំងនេះភាគច្រើននឹងជួបនឹងការលំបាកដូចជាកង្វល់ការខកចិត្តខ្សោយកម្លាំងឬអត់ទទួលបានលទ្ធផលបែបឆាប់រហ័សការលំបាកគឺជារឿងធម្មតាអ្នកជាច្រើនដែលទទួលបានជោគជ័យបានធ្លាប់ឆ្លងកាត់មកហើយជាមួយនឹងការលំបាកដូចគ្នាលំបាកនេះគឺជាផ្នែកមួយនៃដំណើរគឺមិនមែនជាឧបសគ្គសម្រាប់ការបោះបង់នោះទេការលំបាកជាអ្នកបង្រៀនវាជួយឲ្យយើងរៀនចេះអត់ធ្មត់ហើយចេះកែកំហុសការចាប់ផ្ដើមដែលលំបាកគឺធ្វើឲ្យយើងជោគជ័យនិងមានតម្លៃបន្ថែមពីនេះទៅទៀតខ្ញុំនឹងលើកឧទាហរណ៍ដ៏សាមញ្ញមួយដើម្បីឲ្យបងប្អូនងាយយល់បើអ្នកចង់ចាប់ផ្ដើមបង្កើត Channel YouTube ប៉ុន្តែអ្នកមិនមានឧបករណ៍ល្អអត់មានអ្នក Subscribe ឬមិនចេះកាត់តវីដេអូនោះគឺជាការចាប់ផ្ដើមជាមួយនឹងការលំបាកប៉ុន្តែបើអ្នកបន្តរៀននិងធ្វើវាជាប្រចាំនោះសមត្ថភាពនឹងរីកចម្រើននិងជោគជ័យជាមួយនឹងគ្នាជាក់ជាមិនខានខ្ញុំនឹងលើកយកឧទាហរណ៍សាមញ្ញដែលបង្ហាញអំពីអត្ថន័យនៃការចាប់ផ្ដើមជាមួយនឹងការលំបាកប៉ុន្មានឧទាហរណ៍ទៀតដើម្បីឲ្យបងប្អូនបានស្ដាប់ក្មេងស្រីចង់រៀនសំបីតែច្រៀងក្មេងស្រីម្នាក់ចង់ចាប់ផ្ដើមរៀនច្រៀងប៉ុន្តែនាងខ្មាស់គ្មានទំនុកចិត្តនិងគ្មានគ្រឿងឧបករណ៍ audio នៅដំបូងនាងច្រៀងឲ្យអ្នកណាម្នាក់ស្ដាប់ក៏ទទួលបានការរិះគន់ផងដែរនេះគឺជាការចាប់ផ្ដើមជាមួយនឹងការលំបាកប៉ុន្តែនាងមិនបោះបង់នាងក៏បន្តវឹកហាត់ជារៀងរាល់ថ្ងៃរហូតពេលក្រោយមានមនុស្សជាច្រើនបានចាប់ផ្ដើមស្ដាប់នាងតាមរយៈ TikTok ជាមួយនឹង YouTube ហើយនាងក៏បានក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយភាពផងដែរ